ស្វីសជាប្រទេសដែលយកពន្ធគ្រប់មុខមិនចាញ់ប្រទេសដទៃលើពិភពលោកឡើយរួមមានពន្ធលើប្រាក់ខែពន្ធអចលនទ្រព្យពន្ធយានយន្តពន្ធអាជីវកម្មជាដើមប៉ុន្តែឆ្លើយតបនឹងការយកពន្ធនេះស្វីសបានផ្ដល់អត្ថប្រយោជន៍វិញជាច្រើនដូចជា 1. ផ្លូវថ្នល់ដែលស្អាតគ្រប់ទីកន្លែង 2. បរិយាកាសល្អគ្មានសម្រាមមួយដងទេបឹងបួខៀវដូចកញ្ចក់ 3. សន្តិសុខសុវត្ថិភាពពេញលេញត្រូវការហៅប៉ូលីសគឺត្រឹម 5 ទៅ 10 នាទីគឺមកដល់ភ្លាម 4. ឡានពេទ្យប្រើពេល 3 ទៅ 7 នាទីគឺមកដល់ហើយ 5. ផ្ដល់សេវាសុខភាពពេញលេញទោះអ្នកមានឬអ្នកក្រក៏ទទួលបានការព្យាបាលស្មើមុខមាត់ 6. ផ្ដល់ផ្ទះនៅលុយចាយបាយញ៉ាំរៀនសូត្រដល់អ្នកក្រីក្រ 7. ជួយឧបត្ថម្ភបង្គ្រប់ជីវភាពបើមានចំណូលទាបជាងស្តង់ដារ 8. ផ្ដល់ប្រាក់ប្រមាណ $2,500 ដល់ស្ត្រីដែលត្រូវសម្រាលកូនទុកទិញរបស់របរមុនសម្រាល 9. ផ្ដល់ប្រាក់ចិញ្ចឹមកូនប្រមាណ$400ក្នុងមួយខែសម្រាប់កូនម្នាក់ក្នុងរយៈពេល18ឆ្នាំ 10. ផ្ដល់ការរៀនសូត្រដល់អាយុ18ឆ្នាំដោយមិនគិតថ្លៃ 11. ផ្ដល់នូវសង្គមមួយដែលគ្មានការរំលោភបំពានគ្មានហិង្សានិងការពារពលរដ្ឋខ្លួនពេញលេញ 12. ក្នុងករណីបាត់បង់ការងាររដ្ឋផ្ដល់ប្រាក់បៀវត្សឲ្យប្រមាណ 70% នៃប្រាក់ខែចុងក្រោយសម្រាប់រយៈពេល18ទៅ24ខែនិងបណ្ដុះបណ្ដាលលើជំនាញដែលខ្វះខាតដោយឥតគិតថ្លៃ 13. មុនចូលនិវត្តន៍ទទួលបានប្រាក់សោធនទោះជាចាក់ចេញពីស្វីសទៅរស់នៅប្រទេសផ្សេងក៏ដោយ 14. អាចត្រឡប់មកស្វីសវិញគ្រប់ពេលរដ្ឋជាអ្នកចិញ្ចឹមហេតុដូច្នេះហើយទើបមនុស្សគ្រប់គ្នាហៅស្វីសថាជាឋានសួគ៌លើដីព្រោះក្រៅពីទេសភាពល្អដាច់គេគឺរស់ពោពេញជាមនុស្សប្រកបដោយគុណភាពសេរីភាពនិងសេចក្តីថ្លៃថ្នូរ